នៅក្នុងថ្ងៃនេះដោយអំណាចនៃសេចក្តីល្អរបស់ខ្ញុំសូមជូនបុណ្យនិងកុសលទៅដល់អ្នកទាំងអស់គ្នាឲ្យបានទៅនឹងសេចក្តីសុខនិងសូមជូនពរទៅដល់ពុកម៉ែនិងក្រុមគ្រួសារនៃខ្ញុំនេះឲ្យបានទៅនឹងសេចក្តីសុខសុខភាពល្អជាឆ្ងាយអំពីជំងឺដុំកាត់ចង្រៃទាំងអស់មានតែស្នាមញញឹមនៅក្នុងគ្រួសារទទួលបានទៅនឹងរឿងល្អចូលមកក្នុងគ្រួសារនេះផងចុះសូមឲ្យសពសត្វទាំងឡាយបានទៅនឹងសេចក្តីសុខផងចុះសូមឲ្យសពសត្វទាំងឡាយរួចចាកទៅនឹងសេចក្តីទុក្ខទាំងពួងសូមឲ្យសពទាំងឡាយរួចចាកទៅនឹងសេចក្តីភ័យទាំងពួងសូមឲ្យសំណាងល្អទាំងអស់គ្នាជួបទៅនឹងមនុស្សល្អទៅណាមកណារមែងតែជួបលៀបនឹងជ័យសំណាងល្អគ្រប់គ្នាទាំងអស់ជាឆ្ងាយអំពីបញ្ហាដែលអពមង្គលដែលកើតមាននៅក្នុងជីវិតដែលនាំឲ្យជីវិតរបស់យើងអាប់អួរសូមឲ្យជៀសវិញចេញឲ្យឆ្ងាយផងចុះ